បាទសួស្តីបងប្អូនយើងថ្ងៃនេះជួបម៉ូតូឆ្លាម017មួយគ្រឿងទៀតបងប្អូនបាទករណីម៉ូតូហ្នឹងគឺគាត់តកខ្ញុំថាបងម៉ូតូខ្ញុំប្រហែលជាមួយអាទិត្យមុនខ្ញុំដួលកប់ហុកហើយមួយអាទិត្យហ្នឹងវាទៅមានបញ្ហានឹងកើតឡើងបាទករណីម៉ូតូហ្នឹងគឺលក្ខណៈម៉ូតូទឹកចូលបេនបងប្អូនហើយមានបញ្ហាកាំងសាំងអត់ឲ្យមានសាំងចូលទៅក្នុងបេនហ្នឹងបងប្អូនបញ្ហាហ្នឹងគឺខ្ញុំឃើញគេធ្វើច្រើនហើយខ្ញុំក៏មានអារម្មណ៍មួយថាខ្លះក៏លិចសាំងតាមបាតបេនហើយនឹងខ្លះក៏លិចសាំងมันមានសាំងចូលបេនបាទហើយនេះបញ្ហាខ្ញុំផ្ទាល់ខ្ញុំជួបនោះគឺបញ្ហាมันមានសាំងចូលក្នុងបេនដល់ពេលដោះមកឃើញបងប្អូនគឺនេះអាកន្លែងមកជុលនោះគឺវាកាំងបងប្អូនកាំងមកជុលដោយសារអីដោយសារកម្មវាចូលទឹកវាចូលទៅវាបកទៅជាកម្មកាំងមកជុលបាទហើយនឹងកាំងអាក់ពងហ្នឹងអញ្ចឹងយើងធ្វើការលាងបេនមកសម្អាតទាំងអស់បាញ់ធំខ្យល់ជំរះដីជំរះទឹកឲ្យចេញពីក្នុងបេនទាំងអស់ហើយយើងត្រូវលាងបរហូរសាំងនៅក្នុងធុងសាំងចេញទាំងអស់បានធ្វើឲ្យម៉ូតូហ្នឹងអាចដំណើរការធម្មតាវិញបើមិនជាយើងគ្រាន់តែលាងបេនឲ្យបានពិនិត្យមើលទៅលើធុងសាំងដែលសាំងហ្នឹងមានទឹកបងប្អូនធុងសាំងមានទឹកអញ្ចឹងនៅពេលដែលយើងដាក់បេនដែលយើងលាងហើយហ្នឹងទៅគឺវាហូរចូលទៅក្នុងបេនដដែលទេបងប្អូនអញ្ចឹងយើងត្រូវការប្រយ័ត្នទៅមើលលើលាងបេនផងលាងធុងសាំងផងព្រោះម៉ូតូហ្នឹងក៏មានបញ្ហាដួលទៅវាចូលទឹកឬក៏បាញ់លាងចូលទឹកมันសម្គាល់ទៅលើថាតលកប់ហុកបានមានទឹកចូលទេយើងកាលទៅទឹកវាចូលទៅតាមធុងសាំងដែលយើងបានលាងអញ្ចឹងណាបងប្អូនអញ្ចឹងបញ្ហាម៉ូតូដែលកាំងมันមានសាំងចូលឬក៏លិចសាំងតាមបាតបេនហ្នឹងគឺយើងលាងដូចគ្នាហើយយើងធ្វើការសៃម្ជុលស្អីសម្អាតម្ជុលបាទខាត់ម្ជុលឲ្យស្អាតកុំឲ្យវាមានកម្មទៅជាប់នឹងម្ជុលហ្នឹងឲ្យធ្វើឲ្យបេនហ្នឹងវាអាចសាំងហូរចូលបានអញ្ចឹងណាបងប្អូនហើយវីដេអូហ្នឹងខ្ញុំដឹងថាបងប្អូនដែលជាងគឺគាត់ចេះហើយសម្រាប់បងប្អូនម្ចាស់ម៉ូតូគឺគាត់អាចចេះទេអញ្ចឹងគាត់អាចមើលវីដេអូនេះហើយអាចធ្វើដោយខ្លួនឯងបានហើយចំពោះការលាងគឺខ្ញុំមិនដែលចោលឬកាវទេប៉ុន្តែខ្ញុំប្រើកាវមិនមែនប្រើកាវដែលកកទេបងប្អូនគឺកាវដែលស្អិតគឺដល់ពេលដែលវាងាប់ទៅវាជាប់ទៅជាមួយនឹងសាច់បេនតែម្ដងកាវនេះគេហៅកាវជប៉ុនបងប្អូនបើយើងប្រើកាវដែលមានកម្មវាអាចប៉ះពាល់ទៅដល់ការកម្មហ្នឹងវាធ្លាក់ចូលទៅក្នុងបេនវាធ្វើឲ្យស្ទះស៊ីក្លឺខ្យល់ស៊ីក្លឺប្រេងទៅវាធ្វើឲ្យបេនហ្នឹងឆេះម៉ូតូហ្នឹងស្ទះអាស៊ីក្លឺហ្នឹងគឺវាឆេះរកអត់អាចឬក៏អាចឆេះក៏បានដែរក៏ថាបានដែរបងប្អូនហើយបញ្ហាហ្នឹងគឺខ្ញុំធ្វើជាប្រចាំថ្ងៃទៅហើយបងប្អូនណាជួបច្រើនព្រោះម៉ូតូនៅតំបន់ខ្ញុំហ្នឹងគឺឆ្លងទឹកឆ្លងអូរចុះចកាអញ្ចឹងណាបងប្អូនហើយយើងក៏ធ្វើការដោះសម្អាតលេងរួចរាល់អស់ហើយយើងចាប់ចូលវិញហើយចំពោះការចាប់ចូលវិញខ្ញុំនឹងបង្ហាញបងប្អូនពីការដោតទយោពីព្រោះខ្ញុំធ្លាប់ឃើញបងប្អូនយើងខ្លះក៏ដាក់លាងខ្លួនឯងមិនតែដោតទយោអត់ត្រូវតែតាមស្តង់ដារគេមកធ្វើឲ្យម៉ូតូនោះឆេះទៅស៊ីសាំងប្រព្រឹត្តជួនកាលអត់ឆេះក៏ថាបានហើយម៉ូតូខ្លះជិះទៅកត្រកត្រគាត់ចេះតែដល់ជិះរហូតវាឈ្មោះគាត់អត់ដឹងហើយគាត់បានដោះលាងបេនស្អាតអស់ហើយនៅតែជាអាការតែពិតក៏ដោតទយោអែអីហ្នឹងគឺខុសហើយការបិទបាក់អែនេះកន្លែងបិទបាក់អែហ្នឹងគឺយើងត្រូវសកត់ចុះទៅក្រោមដើម្បីឲ្យបេនវាស្តង់ដារវាគឺជិះថេធម្មតាប៉ុន្តែមិនទៅពេលយើងអស់សាំងយើងលើកឡើងលើអញ្ចឹងបងប្អូនហើយចំពោះម៉ូតូយើងទូទៅគឺយើងជិះសកត់ចុះមកកប់មកគឺម៉ូតូនឹងឆេះស្រួលហើយបាទជិះធម្មតាថេស៊ីសាំងតិចគេហៅថា1.90បាទអត់ដល់2លីត្រទេ100គីឡូបងប្អូនណាបាទហើយចំពោះដល់ពេលយើងលើកគឺអាចថា1លីត្រអត់បាន30គីឡូទេអញ្ចឹងការចំណាយការចាយវាយទៅលើអាសាំងហ្នឹងគឺច្រើនដោយសារយើងបិទបាក់អែមិនត្រឹមត្រូវហើយចំពោះការដោតទយោខាងក្រោមគឺយើងដោតចូលបេនហើយចំពោះយោហើយអីគឺមិនបញ្ហាទេបងប្អូនបើសិនជាយើងបានដឹងជួនកាលយើងដោតច្រឡំដោយសារយើងមិនមែនជាជាងយើងអត់ដឹងថាទយោប្រព័ន្ធហ្នឹងចេញពីណាមកណាអញ្ចឹងបងប្អូននេះដោតដល់កន្លែងដោតទៅខុសដោតទៅអីអញ្ចឹងណាពីច្រើនខ្ញុំឃើញជួបច្រើនបងប្អូនគាត់ធ្វើខ្លួនឯងអញ្ចឹងហើយជួបបញ្ហាហ្នឹងហើយខ្ញុំក៏ធ្វើវីដេអូនេះហើយក៏បង្ហាញប្រាប់បងប្អូនឲ្យច្បាស់តែម្ដងពីរឿងដោតទយោបេនចូលទៅក្នុងបេនវិញឬក៏ទៅយកអែអញ្ចឹងណាបងប្អូនដោតឲ្យត្រឹមត្រូវវិញទៅវាធ្វើឲ្យម៉ូតូយើងស៊ីសាំងតិចហើយរត់ថេស្រួលមិនក្តៅមិនឆាប់ក្តៅមិនអីចឹងដែរហើយចំពោះបញ្ហាម៉ូតូលាងបេនហ្នឹងគឺខ្ញុំឃើញគេធ្វើច្រើនហើយខ្ញុំក៏គ្រាន់តែធ្វើជាការបង្ហាញទៅដល់បងប្អូនពីរឿងដោតទយោឬក៏ធ្វើអីផ្សេងៗដែលពាក់ព័ន្ធទៅនឹងបេនលិចឬក៏បេនมันមានសាំងចូលបេនអញ្ចឹងបងប្អូនអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំចង់បង្ហាញប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូននៅតែបន្តការគាំទ្រជួយចុច like follow ដើម្បីទទួលបាននូវវីដេអូថ្មីៗដែលមានជាបន្តបន្ទាប់ហើយជាពិសេសបងប្អូននៅក្នុង YouTube ក៏កុំភ្លេចជួយចុច like subscribe ដាក់រូបបណ្ដឹងផងដើម្បីទទួលបាននូវវីដេអូថ្មីៗពីខ្ញុំបានជម្រាបលាសូមអរគុណទាំងអស់គ្នាជូនពរសំណាងល្អសុខភាពល្អទាំង